បាទខ្ញុំបាទសូមជម្រាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោនៅថ្ងៃទី13ខែឧសភាឆ្នាំ2026ដែលសម្ដេចបានអនុញ្ញាតឲ្យសមាជិកការិយាល័យនយោបាយមជ្ឈិមបកកុម្មុយនីសវៀតណាមនិងជាប្រធានគណៈឃោសនានិងចលនាមហាជនមជ្ឈិមបកកុម្មុយនីសវៀតណាមបានជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពជាខ្លឹមសារដោយសង្ខេបជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនៅក្តីរីករាយនិងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមត្រេញវ៉ាន់ខ្វៀតដែលជាប្រធានគណៈឃោសនានិងចលនាមហាជនមជ្ឈិមបកកុម្មុយនីសវៀតណាមមកកាន់ប្រទេសកម្ពុជានៅពេលនេះថាជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាមឲ្យកាន់តែរឹងមាំនិងនិយាយដោយឡែកនៅក្នុងក្របខ័ណ្ឌគណៈបកនិងគណៈបកឲ្យកាន់តែរីកចម្រើនបន្តទៀតនៅក្នុងឱកាសនោះឯកឧត្តមប្រធានគណៈឃោសនានិងចលនាមហាជនមជ្ឈិមបកកុម្មុយនីសវៀតណាមបានសម្ដែងនៅការអរគុណជាអនាគតការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះឯកឧត្តមបានលើកឡើងថាកម្ពុជានិងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំដ៏ល្អជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិការទាំងក្របខ័ណ្ឌនីតិបញ្ញត្តិនីតិប្រតិបត្តិនិងប្រជាជនរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់បន្ថែមពីលើនេះឯកឧត្តមបានលើកឡើងថាកន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនៅដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើនរវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាមនិងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបានទស្សនកិច្ចទៅវិញទៅមកមានភាពផុសផុសដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំហើយនៅក្នុងឆ្នាំ2027ខាងមុខគឺជាខួប60ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមដោយភាគីទាំងពីរនឹងរៀបចំពិធីអបអរសាទរនៃការរំលឹកខួបនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបន្ថែមពីលើនេះឯកឧត្តមក៏បានរំលឹកដែរថាកិច្ចសហប្រតិការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែនគឺជាកិច្ចសហប្រតិការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នាដោយរក្សាបាននៅសន្តិសុខសន្តិភាពនៅតាមព្រំដែនយ៉ាងរឹងមាំរវាងកម្ពុជានិងវៀតណាមហើយបន្តនៅកិច្ចសហប្រតិការនេះបន្តទៀតឲ្យកាន់តែមានភាពថិតថេរជាពិសេសគឺការពោលសម្ដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកការិយាល័យនយោបាយមជ្ឈិមបកកុម្មុយនីសវៀតណាមជាពិសេសទាក់ទងនឹងកិច្ចសហប្រតិការនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហការនៅតាមព្រំដែនដែលសម្ដេចតេជោលោកបានលើកឡើងថានៅកន្លងមកកម្ពុជារបស់យើងតែងតែជំរុញឲ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែននឹងឲ្យមានភាពរឹងមាំជាពិសេសគឺការពោលការសម្ដៅទៅលើការទាញយកនូវផលប្រយោជន៍នៅក្នុងការបម្រើដល់វិស័យពាណិជ្ជកម្មការដឹកទំនិញនិងការផ្លាស់ប្ដូរប្រជាជនសម្ដេចតេជោក៏បានលើកឡើងផងដែរថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងវៀតណាមនៅតែមិនអាចកាត់ផ្តាច់បានពីទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដែលសម្ដេចតេជោចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឡើងដល់20,000 លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានបដិញ្ញាជាមួយគ្នាហើយ20,000 លានដុល្លារនេះគឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្មកាលពីឆ្នាំ2025កន្លងទៅរវាងកម្ពុជានិងវៀតណាមកើនឡើងដល់ 11,000 លានដុល្លារអាមេរិកដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកនៅពាណិជ្ជកម្មនេះឲ្យកាន់តែមានការកើនឡើងបន្តទៀតជាមួយគ្នានេះសម្ដេចតេជោក៏បានរំលឹកបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិការនានារវាងកម្ពុជានិងវៀតណាមទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនិងក្របខ័ណ្ឌគណៈបកជាពិសេសសម្ដេចតេជោសម្ដែងការពេញចិត្តចំពោះការចែករំលែកនិងការបណ្ដុះបណ្ដាលរវាងយុវជននិងយុវជនរវាងប្រទេសទាំងពីរដែលធ្វើឲ្យយុវជនទាំងពីរនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀតនៅក្នុងឱកាសនោះដែរឯកឧត្តមសមាជិកការិយាល័យនយោបាយបកកុម្មុយនីសវៀតណាមបានសម្ដែងនៅការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងទៅនឹងការពង្រីកនៅពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឯកឧត្តមបានលើកឡើងថាកម្ពុជានិងវៀតណាមប្រកាសជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម 20,000 លានដុល្លារនៅពេលខាងមុខជាចុងក្រោយសម្ដេចតេជោបានជូនពរឲ្យឯកឧត្តមនិងគណៈប្រតិភូបានទទួលបានជោគជ័យនៅក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា